ផ្ងាយជូនបងប្អូនដែលចូលចិត្តផ្សងសំណាងដោយសង្ឃឹមថាខ្លួនឯងមានឱកាសនឹងទទួលបានសំណាងច្រើនហើយសំណាងមកដល់ហើយក៏អង្គុយផ្សងសំណាងលេងទៅគេលើទទួលបានផលដោយមិនចាំបាច់ប្រឹងប្របាក់អីច្រើនមានរឿងមួយកាត់ឡើងទៅលើបងប្រុសម្នាក់គាត់តាក់ទងមកឲ្យ ABC ជួយអន្តរាគមន៍គាត់បើកទូរស័ព្ទកាន់ចុះកាន់ឡើងនឹងឃើញកម្មវិធីមួយគេ live ផ្ទាល់ live ករណីលក់ឆ្នោតផ្សងសំណាងកោសយករង្វាន់ធំចឹងគឺគេកំពុងតឡាយផ្ទាល់អញ្ចឹងគាត់ទិញឆ្នោតផ្សងសំណាងនឹងមានតម្លៃប្រមាណរៀលចឹងទៅគេទិញគាត់ទិញបាញ់លុយគេកោសឲ្យគាត់ស្រាប់តែឲ្យកោសចំឆ្នោតរង្វាន់ធំទិញអស់$20ក៏បានត្រូវរង្វាន់ដល់ទៅ$40,000ចាបងប្អូន$40,000ដល់ពេលហើយគាត់ឃើញទឹកលុយ$40,000ពីការ live ក្នុងការដែលគាត់ទិញឆ្នោតផ្សងសំណាងឲ្យនារី model គេកោសឲ្យហ្នឹងគេថាឥឡូវបងពិតជាមានសំណាងមែនតើបងត្រូវរង្វាន់បាន$40,000ហើយអញ្ចឹងបងមានឱកាសឆ្នោតផ្សងសំណាងយើងនេះបងមានឱកាសបានទឹកប្រាក់ដែលឈ្នះនេះ$40,000ឥឡូវចេះបងប្រញាប់តាក់ទងបង្កើត app ដើម្បីដកលុយតាក់ទងបង្កើត app ដាក់លុយណាដល់ពេលអញ្ចឹងគាត់ក៏ទៅបង្កើត app ហ្នឹងតាមគេប្រាប់ហើយគេផ្ញើមកគេធ្វើដូចសារ app ធនាគារអញ្ចឹងឃើញទឹកលុយ$40,000មែនប៉ុន្តែលក្ខខណ្ឌត្រូវបង់បំពេញបែបប័ណ្ណឯកសារដែលត្រូវទទួលបានលុយនឹងសិនអញ្ចឹងបំពេញឯកសារនោះទាមទារដាក់លុយមុនដាក់លុយតម្កល់ចុះឡើងដើម្បីបានលុយ$40,000ហ្នឹងណាគាត់រៀបចំឯកសារបង្កើត app បង្កើតអីជាមួយគេដាក់ឯកសារលេខកើតជើងត្បូងនឹងអស់ប៉ុន្មានទេបងប្អូន$1,200ចុងក្រោយអស់20ទិញឆ្នោតអស់$1,200បង្កើត app រីឯអាសំណាង$40,000ដែលឈ្នះពីឆ្នោតផ្សងសំណាងក្នុងការ live ផ្ទាល់ពី model សេសាហ្នឹងអត់មានបានអីមួយរៀលស្មើ0ហើយចុងក្រោយគេផ្ដាំថាសុំឲ្យបងមានសំណាងនៅលើក្រោយទៀតនៅពេលដែលយើងដឹងថាគេបោកចឹងសរុបជារួមផ្ដាំផ្ញើជូនបងប្អូនដែលចូលចិត្តផ្សងសំណាងលើលោកនេះអត់មានអីបានមកងាយស្រួលទេហើយអ្វីក៏ដោយបើសិនជាយើងមិនបានខំប្រឹងវាក៏មិនអាចបានមកដែរវាត្រូវកើតចេញពីការខំប្រឹងបើសិនជាភាពងាយស្រួលនៃភាពជោគជ័យម្លេះជោគជ័យគ្រប់គ្នាអស់ហើយប្រើដៃប្រើជើងប្រើកម្លាំងតស៊ូណាកុំសងសំណាងព្រោះសងសំណាងកម្រមានអ្នកនឹងមានឱកាសជួបណាព្រោះសំណាងមិនចិត្តតែកើតឡើងដោយឯងនោះទេណា